จะได้สู้มาบนเยอะบาทแค่นี้เติมงานตึ๊ดบาทไอทีดอกผมปวดนะบาทยังแค่นี้นอรอมมาบนเยอะตัวสนาเนอติดเทียบเลยแค่ไม่บาทสำหรับแค่มุมมุมบาทจังควรปวดเยอะไอตัวสนาเมื่อถึงออกนี้นะจำนวนลายใจชูนมาเยอะบาทถ้าปีเปย์เตอร์โฮตลอดแค่ไม่จังควรปวดเยอะจำตัวสนาเมื่อถึงออกนี้ตาติดเทียบเลยแค่ไม่สะอาดแบบปนหน้าบาทจะยืดเตอร์ถึงออกนี้พวกมันปนเยอะบ่าบ่าบนแต่ติดเทียบนี่คือเรียงเงินได้ครับปนเยอะบ่าบนทายกองบลือไงบ่าได้ชัมเฟอร์ดำนาเตอร์ติดทางการบ่าจะเป็นกองอย่างมวยบลือไงบ่านี่คือเชียร์ดองเพลย์บ่าสำหรับตึกแคทไม่บ่านี่คือเชียร์ตามเพลย์ตึกแคทไม่ต่างออกเดียไม่โบยยิงบ่าตะดอมโบนี่คือบ่าคือเฟอร์ลูกสไลโกนอะไรวงมูลแคทไม่นั้นบ่านี่คือกระสังป่าเชิงบ่านี่คือมาดอกอะไรวงมูลใส่ก้อนวงมูลวงมูลอะไรเฟอร์ลูกสไลโกนแล้วยืนจับดามไปแคทไม่ต้องออกนี้บนยืนนี่กระสังป่าบัดโบราณนาดอคลาวเฟียร์สะอาดบนยืนแล้วยืนพูดส่วนตำราตลอดแข่งไม่ต้องออกเนี่ยตาจะtậpทีมเป็นแข่งไม่ได้มีทะเลสบายในมัดมีอะไรนั่งตาสตาร์ทแบบพนาจังชมรอรอมาพูดยืนทุสนามือต้องออกเนี่ยนะสำหรับจะtậpทีมในน้องแข่งไม่ตัดได้แข่งวงมุมพวกไอ้โอนโจทุสนาวิดีโอชมบ้านมีตาช่วยชิวนะมือพอนะระบายตัวบ้านวิดีโอตัวเพียงคล้ายๆสำหรับติดเพียงสอกแสให้นั่งบรรดาแขกมือจำนวนจำนวนแขกทอดใจจุนพวกไอ้โอนยืนทุสนามือทั้งหมดนี้นะนี่คือตามดงเพลย์คือเมียนเทียมีในเจริญมาบนเยอะและสำหรับแขกไม่เยอะคือเมียนเจริญพี่จะบอกตอนเมียนในเตี้ยคนเยอะเลยคือโอไฮเมียนเทียมีในตามดงเพลย์คือเจริญการเก็บการแค่จะบอกคือมันตอนเมียนเตี้ยคนเยอะตอนเมียนมันคนเยอะมารวมเลยนี่เป็นคือแขกเขาสำหรับคนเยอะมาฝึกอยากเลยเลยเดินเลยโอ้ไฮนี่นะคนเยอะแต่giờ chom tới tam đô phơi đi bây giờ phơi cái này cô
បាទរស់នៅដែរពួកយើងបាទគឺស្ងាត់មែនតើបាទគឺស្ងាត់ឃើញពុកម៉ែបងប្អូនយើងខ្លះគាត់ធ្វើបានលក់ដូរនៅកន្លែងនឹងបើកតូបើអីលក់ដូរតែអត់ដាច់បាទពីច្រើនគាត់លក់បានតែមួយខែអីគាត់ទៅវិញវាអត់ចំណេញបាទឥឡូវយើងដល់កន្លែងវងមូលវងមូលនេះគេធ្វើអត់ឲ្យទេបងប្អូនយើងបាទបាទនេះគឺផ្លូវប្របែកទៅខាងកើតបាទនេះផ្លូវប្របែកទៅខាងលិចបងប្អូនយើងបាទទៅខាងណាដែរយើងទៅស្គាល់ដែរបងប្អូនយើងការឡាយចេញជូនដល់យើងទស្សនាមើលទៅបាទទស្សនវិជ្ជាលើដើមដងផ្លូវបាទបើមានការនិយាយស្ដីទៅមានសុភាឆ្កមឆ្កោត្រង់ណាសូមពុកបែបមួយយើងអធិស្ឋានផងបាទការធ្វើវីដេអូនេះគឺការស្រឡាញ់និងចូលចិត្តរបស់ខ្ញុំបាទមកខ្ញុំចេះធ្វើការថតវីដេអូនេះចែកជូនបងប្អូនយើងទស្សនាមើលទាំងអស់គ្នាទៅបាទគឺការស្រឡាញ់នៅទេសភាពបាទស្រស់ស្អាតបាទតាមស្រុកស្រែបាទតាមខេត្តតាមអីហ្នឹងបាទគឺខ្ញុំស្រឡាញ់ធម្មជាតិបាទនឹងខ្ញុំគោចែកលែកថតចែកជូនបងប្អូនយើងទស្សនាមើលទាំងអស់គ្នាទៅបាទសម្រាប់បងប្អូនយើងដែលពេញចិត្តនៅវីដេអូខ្ញុំជួយ like ជួយ share នឹងផងបាទបាទឥឡូវនេះយើងមកដល់ពាក់កណ្ដាលផ្លូវហើយបងប្អូនយើងបាទគឺស្ងាត់បាទគឺស្ងាត់មែនតើអត់មានម៉ូតូឡានជិះដូចយើងផ្លូវជាតិលេខ7អីទេណាបាទគឺស្ងាត់មែនតើសម្រាប់ផ្លូវនេះបាទនិយាយទៅគឺពុកម៉ែបងប្អូនយើងមកលេងខេត្តថ្មីពេលណាដែលមានកម្មវិធី concert អីចឹងទៅណាបាទការដាក់បណ្ដាលអីទៅគឺមានបាទពុកម៉ែបងប្អូនយើងមកច្រើនមែនតើបាទឡើងស្ទះផ្លូវបាទមកម្ដងបាទបាទនិយាយទៅបងប្អូនយើងនិយាយទៅស្ងាត់ទេបាទគឺមិននៅតែឯងស្ងាត់បាទតែទៅខាងក្រោយក៏មានភូមិខ្លះដែរបាទបាទវីដេអូខ្ញុំយើងវែងមិនតិចហើយបងប្អូនយើងបាទសម្រាប់បងប្អូនយើងចូលទស្សនាវីដេអូខ្ញុំបាទមេត្តាជួយមើលចប់គាត់ហើយបងប្អូនយើងបាទនៅទៅដល់ខេត្តថ្មីប្រហែលជាថតរយៈពេលដូចជា15នាទីទៅ16នាទីហើយបងប្អូនយើងបាទយើងមកដល់ទី3ទី4នេះកន្លែង
ច្រើនកន្លែងហ្នឹងបាទជួយឲ្យពួកយើងមើលទស្សនាណាបាទកន្លែងនេះគឺខ្ញុំអត់ដែរឈប់លេងដែរបាទកន្លែងខេត្តថ្មីហ្នឹងណាបាទបាទកន្លែងទីប៉ាក់ហ្នឹងបាទតាមទីប៉ាក់បាទពួកយើងមកនេះទឹកនេះគឺហូបចេញមកពីទន្លេស្ប៉ានិមិត្តបាទគឺបើកន្លែងទឹកហូបបាទគេដាក់ថាត្បូងឃ្មុំគ្មានសម្រាមអូវាសัตว์ឲ្យមុននេះបាទនេះគឺទាទឹករបស់ពួកយើងបាទមានគេបកត្រីដែរពួកយើងបាទទន្លេនេះមានត្រីបាទនេះទាទឹក3ពួកយើងមកហើទៅមិញបាទគឺស្រស់ស្អាតហើយពួកយើងបាទគេដាក់ថាគ្មានសម្រាមទេបាទប៉ុន្តែនៅឆ្នេរបាទគឺសិតតែសម្រាមបាទពាក្យស្លោកបានត្រឹមតែពាក្យស្លោកបាទគឺក្រិចមែនតើពួកយើងមើលទៅនិយាយចោះមិនមែនចេះថាទេបាទពាក្យស្លោកចិត្តដាក់តែពាក្យស្លោកថាស្រស់ស្អាតគ្មានសម្រាមបាទប៉ុន្តែម៉ែស្រស់សម្រាមបាទពុកម៉ែពួកយើងក៏ដើរលេងក៏អត់ចេះដាក់ម្ដុំដុតចោលណាបាទឥឡូវជំនរងឲ្យពួកយើងទៅខេត្តថ្មីម្ដងបាទទៅមើលទន្លេស្ប៉ានិមិត្តបងបាទនៅខាងមុខបាទអញ្ចឹងទៅទាំងអស់គ្នាបងប្អូនយើងបាទអញ្ចឹងទៅមុខបន្តទៀតណាបាទទៅមើលទន្លេស្ប៉ានិមិត្តបាទឥឡូវយើងមកដល់ទន្លេស្ប៉ានិមិត្តហើយបាទបាទហើយនេះគឺមានកន្លែងឆ្លងទៅទីបងប្អូនយើងបាទតទៅដល់មុខទៀតបាទមានផ្លូវបាទទៅមើលទន្លេស្ប៉ានិមិត្តចែកជួលបងប្អូនយើងមើលទាំងអស់គ្នាបាទឥឡូវយើងបត់ទៅមើលទន្លេស្ប៉ានិមិត្តទាំងអស់គ្នាបាទផ្លូវនេះបាទគឺស្រស់ស្អាតបាទមួយយ៉ាងដែរណាទន្លេស្ប៉ានិមិត្តនេះបាទបាទនេះអូបុកគ្នាហើយមកទៅបាទឥឡូវនៅអារម្មណ៍ឲ្យពួកយើងមកទស្សនានៅទន្លេស្ប៉ានិមិត្តម្ដងពួកយើងបាទនេះគឺផ្លាកទៅស្អាតហើយបាទខ្ញុំស្រឡាញ់ត្បូងឃ្មុំបាទគឺការតបែកព្រៃក៏ស្រស់ស្រស់ពួកយើងផ្កាល្អមែនតើបាទបាទគឺស្រស់ស្អាតមែនតើណាពួកយើងបាទឥឡូវយើងទៅមើលទន្លេស្ប៉ានិមិត្តទាំងអស់គ្នាណាបាទ
នេះបងប្អូនយើងកន្លែងដែលដាក់ថាទឹករំការរំហ្នឹងបាទនេះបាទគឺស្រស់ស្អាតមែនតើបាទថ្ងៃមុនដែលខ្ញុំឡាយចែកជូនបងប្អូនយើងទឹករំការរំហ្នឹងបាទគឺកន្លែងហ្នឹងបាទនេះគឺជាទន្លេសពនិមិត្តបាទទន្លេនេះគឺជ្រៅបងប្អូនយើងបាទគឺជ្រៅណាស់បាទអត់រីងទេទឹកបាទគឺអត់រីងទេសម្រាប់ទឹកវាគឺអត់រីងទេបាទដំបូងគឺបាទទឹកហ្នឹងគឺហែលអត់រួចទេបាទគឺគេអត់មានបញ្ចូលណាបាទអត់មានបញ្ចូលទឹកថ្មីដល់ពេលឥឡូវគេធ្វើបន្លាយដាក់បញ្ចូលទឹកថ្មីទៅគឺទឹកមានសរសៃហែលថាធម្មតាបាទដល់ពេលខែវស្សាទឹកឡើងព្រាបបងប្អូនយើងបាទចឹងនេះគឺជាទន្លេបនិមិត្តបាទសម្រាប់ចែកជូនបងប្អូនយើងទស្សនាមើលទាំងអស់គ្នាទឹកដីខេត្តត្បូងឃ្មុំសម្រាប់ខេត្តថ្មីបាទបាទយើងវីដេអូនេះគឺនៅអារម្មណ៍បងប្អូនយើងមកទស្សនាមានប៉ុណ្ណឹងទេណាបាទយើងបងប្អូនយើងអាចទស្សនាតាំងពីដើមដល់ចប់កុំភ្លេចណាបាទជួយ like ជួយ share ខ្ញុំបាទម្នាក់មួយផងបាទសូមអរគុណ